ជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះគឺប្អូនមកបញ្ជាក់បងអំពីដាំចូលអាសូឡាក្នុងអាងចាបងខ្លះគាត់ថាដាំហើយអត់បានជោគជ័យចឹងគឺប្អូនមកបញ្ជាក់បន្ថែមណាបងចឹងបងអាចមើលបានអាងបងបើសិនតែ10ការ៉េបងដាក់ជី1គីឡូកន្លះអំបិលគ្រូ3ខាំបងហើយទឹកដាំកម្ពស់2ទឹកជាក់ស្ដែងបងអាចមើលខាងប្អូនបានបងអាសាឡាប្អូននឹងគឺដាំបាន5ថ្ងៃហើយណាបងពួកអីយើងដាំបាន2យប់យើងបាញ់ថ្នាំការពារបាន3ថ្ងៃហើយសូឡានឹងគឺយើងបាញ់បាន5ថ្ងៃហើយបងអាចមើលបានគឺដុះឡើងក្រាស់ពេញអាងតែម្ដងបងហើយសម្រាប់ក្នុងការដាំគឺអាង10ការ៉េបងដាក់ជី1គីឡូកន្លះហើយអំបិលគ្រូ3ខាំទឹកបងដាំកម្ពស់2ទឹកចឹងគឺរយៈពេលបាញ់ដាំបាន2យប់គឺបងធ្វើការបាញ់ថ្នាំបងហើយថ្នាំហ្នឹងគឺយើងមានថ្នាំពៅថ្នាំដង្កូវអញ្ចឹងហើយថ្នាំពៅនិងថ្នាំដង្កូវបើសិនតែអាងបង10ការ៉េគឺបងថ្នាំដង្កូវដែល2កញ្ចប់ហ្នឹងបងលៃធ្វើម៉េចឲ្យបាន7ដងបងអាង10ការ៉េបើសិនតែអាងបង6ការ៉េគឺបងលៃធ្វើម៉េចឲ្យបាន9ដងបងសម្រាប់ថ្នាំពៅបងបាញ់ម្ដងគឺ4គម្របដបទឹកសុទ្ធបងអញ្ចឹងគឺគុណតាមការ៉េអាងបងបើសិនតែអាង10ការ៉េបងបាញ់4គម្របដបទឹកសុទ្ធបើសិនតែអាងបង6ការ៉េបងបាញ់តែ3គម្របដបទឹកសុទ្ធបានហើយជាក់ស្ដែងគឺខាងប្អូននឹងគឺដាំនឹងខាងប្អូននឹងអត់កុហកឯណាបងអញ្ចឹងបងអាចមើលបានអាសាឡាខាងប្អូននឹងគឺកើតល្អបងខ្លះថាដាំទៅកើតចកបាយទាអញ្ចឹងគឺប្អូនបញ្ជាក់បងរឿងកើតចកបាយទាបើសិនតែបងដួសអស់បងក្រថែមជីចកបងនឹងខ្លាយកើតចកបាយទាណាបងសម្រាប់ខាងប្អូននឹងគឺអត់ដែលមានចកបាយទាបងដោយសារគឺយើងដួសអស់គឺយើងប្រញាប់ថែមជីអញ្ចឹងគឺចកយើងបងអាចមើលបាននេះបងអត់មានបាយទាទេណាបងចកយើងនឹងគឺអាសូឡា 100% បងអត់មានបាយទាលេខទេអញ្ចឹងគឺសម្រាប់បងដែលមានចកបាយទាដោយប្អូនបញ្ជាក់ដែរហ្នឹងដោយសារបងដួសអស់បងក្រថែមជីគឺចកនឹងខ្លាយកើតជាចកបាយទាណាបងអញ្ចឹងគឺវីដេអូប្អូនថ្ងៃនេះគឺមានតែប៉ុណ្ណេះឯងសូមជម្រាបលាសូមអរគុណ